ស្ដីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមក fan ពេញមើលមុខវាំងបងប្អូននេះឯងមុខវាំងលើកទី1ក្នុងជីវិតតាំងពីចេះធ្វើវីដេអូមកឥឡូវមក fan ទាំង fan នៅណាណាព្រោះអី fan នៅមេមត់គេស្គាល់មុខតែគេអត់ស្គាល់ page ខ្ញុំឥឡូវខ្ញុំមក fan នៅពេញដល់មើលតែមានអត់តោះឥឡូវតាមដានទាំងអស់គ្នាបាទបងប្អូននេះគឺជាដំណើរផ្សងព្រេងរក fan នៅទីធានីម្ដងណាដំណើរផ្សងព្រេងរបស់ខ្ញុំដើម្បីរក fan គឺបានខ្លាចទៅជាអាសាបង់ហើយបងប្អូនហេតុអ្វីបានត្រូវជាខ្លាចទៅជាអាសាបង់ដោយសារខ្ញុំមកដល់កន្លែងហ្នឹងឃើញមនុស្សច្រើនណាបងប្អូនឃើញមនុស្សច្រើនគិតថាដើររកសួរគេសួរឯងអញ្ចឹងណាតែមិនហ៊ានសួរទេបងប្អូនអើយអៀនណាស់មិនត្រឹមតែអៀនទេគឺខ្លាចតែម្ដងអញ្ចឹងហើយក៏ប្រែជាស្រង់ទិដ្ឋភាពឲ្យបងប្អូនមើលនៅមុខវាំងនៅចុងសប្តាហ៍គេធ្វើជា walk street បងប្អូនគេធ្វើផ្លូវដើរកំសាន្តសម្រាប់ប្រជាពលរដ្ឋមកកំសាន្តអញ្ចឹងណាបងប្អូន walk street នៅមុខវាំងរាជធានីភ្នំពេញយើងហ្នឹងណាគេបើកនៅថ្ងៃសៅរ៍អាទិត្យចុងសប្តាហ៍បងប្អូនដូចដែលបងប្អូនបានឃើញអញ្ចឹងថានៅក្នុងវីដេអូនេះមានប្រជាពលរដ្ឋជាច្រើនបានមកអង្គុយលេងជាលក្ខណៈគ្រួសារសង្សារប្តីប្រពន្ធមិត្តភ័ក្តិដើរមើលគេមើលឯងអញ្ចឹងទៅហើយក៏មានយុវជនយុវតីនឹងលេងលោតអន្ទាក់លេងល្បែងកំសាន្តប្រជាប្រិយបែបប្រពៃណីខ្មែរជាច្រើនទៀតបងប្អូនអើយហើយខ្ញុំនេះគឺដើរមើលគេមើលឯងថតអញ្ចឹងទៅក៏ប្រហោះលេងឲ្យបងប្អូនមើលទៅណាហើយបើនិយាយពីការរកស៊ីវិញកន្លែងណាមានមនុស្សច្រើនគឺបងប្អូនអ្នកលក់អ្នកដូរគឺក៏ច្រើនតាមនឹងដែរហើយខ្ញុំដើរមកដល់កន្លែងនេះឃើញភាគច្រើនការលក់នឹងគឺរបស់ញ៉ាំតែម្ដងបងប្អូនគ្រប់ប្រភេទណាសម្រាប់ខ្ញុំអ្នកដែលស្រង់ទិដ្ឋភាពវីដេអូគឺខ្ញុំថតសឹងតែគ្រប់ប្លង់តែម្ដងហើយមកដល់កន្លែងនេះគឺបានឃើញបងចែគាត់លក់នំបញ្ចុកមានសម្លខ្មែរសម្លការីសម្លណាំយ៉ាសម្លអីចឹងណាបងប្អូនហើយបើនិយាយពីបងស្រីអ្នកលក់គាត់រុះរាយរាក់ទាក់ជាមួយភ្ញៀវណាសម្រាប់អ្នកលក់ដូរបើមិនរុះរាយរាក់ទាក់លក់មិនដាច់ទេទោះបីឆ្ងាញ់ប៉ុណ្ណាក៏ដោយមែនទេបងប្អូនហើយពួកខ្ញុំតម្រង់ចូលកន្លែងគាត់តែម្ដងដោយសារតែឃើញភាពរុះរាយរាក់ទាក់របស់គាត់ពួកខ្ញុំថាទៅញ៉ាំនំបញ្ចុកស្លខ្មែរក៏ប៉ុន្តែសម្លខ្មែរត្រូវបានអស់អញ្ចឹងហើយក៏ញ៉ាំស្លការីបន្ទាប់ពីញ៉ាំហើយពួកខ្ញុំក៏បានបន្តដំណើរស្រង់ទិដ្ឋភាពបន្ថែមទៀតទាំងឯងជួននេះនំបញ្ចុកបងនំប៉ាពីបានឆ្ងាយបន្តិចបានមកជួបក្រុមយុវជនមួយក្រុមគឺរាំក្បាច់បរទេសណាបងប្អូនតាមពិតទៅឲ្យតែឃើញថតដាក់ប្រហោះអញ្ចឹងទៅមិនថាក្បាច់បរទេសក្បាច់បុរាណខ្មែរប្រពៃណីខ្មែរអីទេណាបងប្អូនមើលតែនេះមកចប់ទៅនោះមកចប់ហើយក៏បន្តតាណាទៅទៀតដោយសារក្រុមបងប្អូនរបស់ខ្ញុំគាត់ប្រាប់ថានៅខាងមុខនោះមានរាំស្គរដីអញ្ចឹងខ្ញុំក៏ត្រូវតែតម្រង់ទៅរាំស្គរដីស្គរអីមើលព្រោះថាមិនដែលបានរាំផងបន្តដំណើរតម្រង់ទៅរកកន្លែងរាំស្គរដីឥឡូវបានមកដល់ហើយកុំឲ្យខាតព្រោះតែយើងមកលេងហើយយើងឲ្យស្គាល់ជាតិថារាំស្គរដីចូលរាំអាបត្តិនឹងគេទៅ
Hãyពីកន្លែងរំស្គរដីឥឡូវបន្តតាណាដើរបន្តទៀតទៅណាទៅណីចេះតែដើរមើលទៅក៏ជួបខាងរំរបាំត្រុត